សូមជម្រាបសួរលោកយាយលោកតាពុកម៉ែអ៊ំពូមីងបងប្អូនក្មួយទាំងអស់ដោយសេចក្តីគោរពរាប់អាននេះគឺជាសកម្មភាពភរិយារបស់ខ្ញុំកំពុងតែធ្វើការប្រឡាក់ត្រីដើម្បីទុកធ្វើជាគ្រឿងបរិភោគសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមួយចំណែកហើយមួយចំណែកទៀតសម្រាប់ចូលរួមជួយឧបត្ថម្ភដល់វីរៈកងទ័ពខ្មែរតាមរយៈការរៃអង្គាសរបស់ព្រះអង្គគ្រូចៅអធិការក៏ដូចជាតាមរយៈលោកមេភូមិហើយមួយចំណែកទៀតក៏សម្រាប់ឧបត្ថម្ភដល់ជនភៀសសឹកដែលមានការរៃអង្គាសពីមេភូមិក៏ដូចជាពីព្រះភិក្ខុសង្ឃផងដែរទៅតាមការគួរនៅក្នុងលោកនេះមិនដឹងថាមាននារីប្រមាណអ្នកទេដែលមានថ្វីដៃប្រឡាក់ត្រីមានឲ្យជារសឆ្ងាញ់ដូចជាភរិយារបស់ខ្ញុំបាទខ្ញុំធ្លាប់បានទទួលទាននៅថ្វីដៃប្រឡាក់ត្រីហើយគឺមានឲ្យជារសឆ្ងាញ់មែនទែនតែម្ដងឃើញថាប្រឡាក់ត្រឹម2-3កន្ទុយអីគឺហូបបាយអត់គ្រប់ទេគឺមានថ្វីដៃណាចំណាប់មែនទែនតែម្ដងមិនសរសើរអួតអីទេគឺជាការពិតហ្នឹងសម្រាប់ខ្ញុំហូបដោយខ្លួនឯងទេសម្រាប់បងប្អូនអីទទួលទានយ៉ាងណានោះគឺជារឿងមួយផ្សេងព្រោះខ្ញុំមិនហ៊ានថាអត់ឆ្ងាញ់ទេ